កលទោះជាខ្លាំងចំពោះការបំពុលសង្គមតាមរយៈព័ត៌មានคล้ายៗមិនមានប្រភពច្បាស់លាស់លើបណ្ដាញសង្គមរាជរដ្ឋាភិបាលកម្ពុជាបានចេញសារដាស់តឿននិងថ្កោលទោសយ៉ាងដាច់អលង្ការចំពោះសកម្មភាពរបស់បុគ្គលនិងគណនីបណ្ដាញសង្គមមួយចំនួនដែលចរាចរព័ត៌មានគ្មានប្រភពច្បាស់លាស់និងមិនអាចទុកចិត្តបានដែលបង្កការបំពុលបរិយាកាសសង្គមយ៉ាងធ្ងន់ធ្ងរបំផុតរាល់សកម្មភាពអសិលធម៌ទាំងនេះកំពុងធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ស្ថិរភាពសន្តិសុខនិងសណ្ដាប់ធ្នាប់សាធារណៈរបស់ប្រទេសកម្ពុជាការផ្សាយព័ត៌មានคล้ายៗ fake news ត្រូវបានគេមើលឃើញថាជាយុទ្ធសាស្ត្រនយោបាយកខ្វក់ដែលមានគោលដៅបង្កចលាចលបំបែកបំបាក់សាមគ្គីភាពជាតិនិងរារាំងដល់កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងការថែរក្សាភាពសុខសាន្តសន្តិភាពនិងការអភិវឌ្ឍជាតិខ្លឹមសារញុះញង់បំភ្លៃការពិតនិងបំពុលបរិយាកាសទាំងនេះត្រូវបានបង្កើតឡើងដោយចេតនាអាក្រក់បំផុតដើម្បីបំភាន់មហាជននិងបង្កឲ្យមានការស្អប់ខ្ពើមក្នុងសង្គមក្រសួងព័ត៌មាននិងអាជ្ញាធរពាក់ព័ន្ធសូមអំពាវនាវដល់សាធារណជនទាំងអស់ឲ្យមានការប្រុងប្រយ័ត្នខ្ពស់និងបញ្ឈប់ជាបន្ទាន់នៅការជឿជាក់ទុកចិត្តការចែករំលែកឬការគាំទ្រនៅព័ត៌មានដែលចេញពីប្រភពទាំងឡាយណាដែលគ្មានការផ្ទៀងផ្ទាត់ការបង្កើតនិងការចែកចាយព័ត៌មានមិនពិតមិនមែនជាការអនុវត្តសេរីភាពសារព័ត៌មាននោះទេប៉ុន្តែវាជាបទល្មើសដែលត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមានរាជរដ្ឋាភិបាលនឹងចាត់វិធានការផ្លូវច្បាប់យ៉ាងតឹងរ៉ឹងបំផុតប្រឆាំងនឹងជនល្មើសទាំងឡាយណាដែលបង្កប្រើប្រាស់បណ្ដាញសង្គមជាឧបករណ៍ដើម្បីបំផ្លាញផលប្រយោជន៍ជាតិនិងសន្តិសុខរបស់ប្រជាពលរដ្ឋភាពស្ងប់ស្ងាត់និងវឌ្ឍនភាពដែលកម្ពុជាសម្រេចបានត្រូវបានការពារយ៉ាងដាច់ខាតពីឥទ្ធិពលអវិជ្ជមានដែលគេហៅថាជំងឺព័ត៌មានដ៏កខ្វក់ Infodermet